របៀបបង្កើតគណនី iMove Live ដំបូងបងប្អូនត្រូវចូលទៅ Play Store ឬ App Store ឬវាយពាក្យ iMove Live នេះបងប្អូនត្រូវ select យកកម្មវិធី iMove Live មួយនេះដោយសារតែខ្ញុំបាន download ហើយអញ្ចឹងវាមានខ្ញុំចុចទៅ open ដើម្បីបើកកម្មវិធីអញ្ចឹងក្រោយពេលបងប្អូន download កម្មវិធី iMove Live ហើយបងប្អូនបើកកម្មវិធីបងប្អូននឹងឃើញផ្ទៃបែបនេះអញ្ចឹងបងប្អូនត្រូវ make sure ថាយើងជ្រើសរើសយកប្រទេសកម្ពុជារបស់យើងបន្តមកទៀតបងប្អូនអាចចុចលើ email ក៏បានឬក៏ mobile លេខទូរស័ព្ទក៏បានតាមចំណុចដែលយើងត្រូវការឧទាហរណ៍ខ្ញុំយកលេខទូរស័ព្ទអញ្ចឹងកន្លែងនេះនៅពេលដែលបងប្អូនចូលមកបងប្អូនត្រូវចុចលើពាក្យ sign up នៅខាងលើនេះអញ្ចឹងនៅពេលដែលខ្ញុំចុចលើពាក្យ sign up ខ្ញុំជ្រើសរើសតំបន់អញ្ចឹងសូមយកប្រទេសកម្ពុជាបើមិនបងប្អូនអត់ឃើញមានប្រទេសកម្ពុជានៅខាងលើនេះទេបងប្អូនអាចធ្វើការស្វែងរកបានខ្ញុំវាយ Cambodia មកអញ្ចឹងក្រោយពេលយើង select ប្រទេសកម្ពុជាហើយយើងចុចទៅលើសញ្ញាព្រួយនេះបន្តមកទៀតបងប្អូនបញ្ចូលលេខទូរស័ព្ទដែលបងប្អូនចង់បង្កើតគណនីហើយបើសិនបងប្អូនចង់បង្កើតគណនីតាម email បងប្អូនចុចនៅខាងក្រោមនេះដូរមក email អញ្ចឹងឥឡូវខ្ញុំបង្កើតតាមលេខទូរស័ព្ទខ្ញុំចុចមកលេខទូរស័ព្ទវិញនៅខាងក្រោមនេះអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទរបស់ខ្ញុំចូលបន្តមកទៀតកន្លែង password នេះជាចំណុចសំខាន់មានន័យថា password របស់យើងត្រូវតែមានយ៉ាងតិច8ខ្ទង់ហើយត្រូវមានលេខអក្សរនិងនិមិត្តសញ្ញារួមបញ្ចូលគ្នាហើយអក្សរត្រូវតែមានអក្សរតូចនិងអក្សរធំខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ password មួយខ្ញុំដូរពេលក្រោយវិញទេខ្ញុំដាក់ថា A B C អញ្ចឹងបងប្អូនឃើញវានេះជាតួអក្សរមានអក្សរធំដែលមាន A ធំតមកទៀតខ្ញុំប្រើសញ្ញា add មួយសញ្ញាបងប្អូនអាចប្រើសញ្ញា add សញ្ញានឹងសញ្ញាផ្កាយសញ្ញាឧទានបានតាមចិត្តអញ្ចឹងខ្ញុំដាក់ថា22 33អញ្ចឹង password របស់ខ្ញុំមាន8ខ្ទង់ល្មមបងប្អូនចង់បាន9ខ្ទង់10ខ្ទង់ក៏បានរហូតដល់32ខ្ទង់ប៉ុន្តែខ្ញុំយកត្រឹមតែ8ខ្ទង់ទេតាមលក្ខខណ្ឌតម្រូវចាប់ពី8ខ្ទង់ទៅ32ខ្ទង់អញ្ចឹងខ្ញុំវាយ password ឡើងវិញ A B C add 22 33កន្លែងនេះបើសិនជាបងប្អូនវាយ password លើកទី2នេះអត់ដូចគ្នាក៏វាអត់ឲ្យទៅមុខដែរអញ្ចឹងពេលខ្លះបងប្អូននៅពេលដែលវាយបងប្អូនអាចនឹងអត់ឃើញអញ្ចឹងដើម្បីមើល password គឺបងប្អូនចុចកន្លែងសញ្ញានេះអញ្ចឹងខ្ញុំសូមចុចយល់ព្រមនឹងលក្ខខណ្ឌរបស់ iMove ហើយយើងចុចប៊ូតុងដាច់អញ្ចឹងវានឹងផ្ញើសារ OTP ទៅបងប្អូនអញ្ចឹងកន្លែងនេះមានពីរបានន័យថាពេលខ្លះបងប្អូនអត់ឃើញនៅក្នុង message ទេប៉ុន្តែវាផ្ញើទៅ Telegram អញ្ចឹងលេខទូរស័ព្ទរបស់បងប្អូនប្រើប្រាស់ដើម្បីបង្កើត account iMove គួរតែមានភ្ជាប់ជាមួយនឹង Telegram អញ្ចឹងវាផ្ញើមកឲ្យលេខ15 34 25អញ្ចឹងចុច next តាមមកទៀតកន្លែងនេះបងប្អូនអាចចុច join ក៏បានចុច letter ក៏បានខ្ញុំចុច letter អញ្ចឹងខ្ញុំបានបង្កើត account iMove បានជោគជ័យ